នេះខ្ញុំបាទនឹងសូមលើកយកប្រធានបទមួយស្ដីអំពីការដាំភ្លើងកែបនៅលើតង់ដោយមិនបាច់ប្រើដីបាទកាលមុនខ្ញុំបាននិយាយអំពីការដាំភ្លើងកែបដោយដាក់ដីនៅលើតង់បាទតែម្ដងនេះគឺខ្ញុំអត់ប្រើដីទេបាទគឺខ្ញុំដកដីមួយចេញបាទតើវាកើតអត់បាទតោះអញ្ចឹងដើម្បីដាំភ្លើងកែបអត់ប្រើដីតើយើងយកអីមកជំនួសវិញបាទសម្រាប់ខ្ញុំពេលនេះគឺខ្ញុំយកនេះបាទគឺជីកប៉ោះបាទជីកប៉ោះឬក៏លីម៉ូកូដែលខ្ញុំនេះវា2ម៉ែត្រកន្លះគុណ2ម៉ែត្រកន្លះអញ្ចឹងណាអញ្ចឹងខ្ញុំប្រើជីកប៉ោះឬក៏លីម៉ូកូហ្នឹងវា2កម្រែកបាទ2កម្រែកស្មើ4ធុងពេត្រូបាទហើយជុំកាមនោះគឺខ្ញុំប្រើ2ងែកដែរអញ្ចឹង4ងែកអញ្ចឹងណាយើងដាក់វាអញ្ចឹងទៅអញ្ចឹងយើងអត់ប្រើដីទេបាទយើងប្រើតែ2មុខនេះទេបាទយើងចាក់អញ្ចឹងហើយយើងដាក់ទឹកបាទយើងចាក់ទឹកហើយយើងវាអញ្ចឹងទៅបាទនេះបាទកម្មវិធីដែលខ្ញុំធ្វើយើងនិយាយជីកប៉ោះខ្ញុំបានបញ្ជាក់អញ្ចឹងគឺជូនតាម2អមរែកជីកប៉ោះឬជីបុកពុកហុយហ្នឹង2អមរែកដែរបាទដី2ម៉ែត្រកន្លះគុណនឹង2ម៉ែត្រកន្លះហ្នឹងណាតែប៉ុណ្ណឹងបានដល់ក្រោយយើងទុកវាមួយសប្តាហ៍ឡើងទៅបានយើងយកកូនមកស្ទុំបាទឥឡូវចូលដល់វគ្គដកកូនយកទៅស្ទុំបាទតាចាប់ដើមបាទឥឡូវពីមុនគឺខ្ញុំកាត់ឲ្យខ្វាងបាយហ្នឹងយកទៅដាំអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងអត់ទេគឺយើងដាំបែបផ្សេងបែបដាំបែបសបោកូនអញ្ចឹងណាបាទយើងចាប់ដើមដោយសារយើងសបោពូជអញ្ចឹងយើងធ្វើអញ្ចឹងហ្មងបាទចឹងទៅយើងយកវាមកទៅជុះញ៉ាំហ្មងណាបាទនេះរឿងសល្អហើយដល់ថ្ងៃកាច់ខ្លាយជីយកវាទៅជុះហ្នឹងទៅដោយសារយើងមានកូនច្រើនធ្វើបែបហ្នឹងវាល្អបាទវាលឿនហ្មងអត់អន់ទេតែនេះយើងស្ទុំយូរនាំលាស់ចង់មួយខែអីទៅធ្វើបែបនេះវាងាយ